បាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទអើយនេះជាដើមពងរបាទដើមពងរនេះខ្ញុំដាំបាទខ្ញុំដាំប្រហែលជា4ឆ្នាំបាទឥឡូវលេចក្បាលបាទមួយតូចលេចក្បាលចំណែកមួយធំបាទនេះបាទដើមសនេះដើមសចំដៃខ្ញុំនេះអើយលេចក្បាលហើយប្រហែលជាកម្ពស់4ម៉ែត្របាទអញ្ចឹងខ្ញុំដាំប្រហែលជា4 5ឆ្នាំហើយបាទអើយសម្រាប់ទុកធ្វើឱសថបាទអូយចាំងថ្ងៃបាទសម្រាប់ទុកធ្វើឱសថហើយចំពោះដើមពងរនេះបាទជាប្រភេទរុក្ខជាតិកម្រណាពុកម៉ែបងប្អូនបាទជាប្រភេទរុក្ខជាតិកម្រភាគច្រើនដុះនៅតាមតំបន់ព្រៃភ្នំបាទភ្នំហ្នឹងភ្នំធំណាបាទភ្នំយើងតូចមិនសូវដែលឃើញទេខ្ញុំមិនសូវដែលឃើញទេបាទហើយជាប្រភេទរុក្ខជាតិកម្របាទកម្រណាបាទហើយសម្រាប់សម្បកពងរបាទខ្ញុំនឹងជម្រាបជូននៅរូបមន្តផ្សំសម្រាប់ព្យាបាលជំងឺឬដងបាតមួយសុំបាទហើយព័ត៌មានលម្អិតបាទចាំពុកម៉ែបងប្អូនបាទចូលមើលរូបភាពដែលខ្ញុំភ្ជាប់វីដេអូនៅខាងក្រោមបាទឥឡូវសូមជម្រាបពុកម៉ែបងប្អូនមួយសុំសិនបាទសម្រាប់ព្យាបាលជំងឺឬដងបាតអញ្ចឹងសម្បកពងរមួយសម្បកពងរបាទហើយ2សម្បកដង្កៀបក្តាម3មើមប៉ប្រក់បាទអញ្ចឹងទាំង3មុខនេះយកភាគស្មើគ្នាបាទយកមកហាលឲ្យស្ងួតបាទពុកម៉ែបងប្អូនណាយកមកហាលឲ្យស្ងួតដាក់ភាគស្មើគ្នាដាំពិសាបាទដាំពិសាក្នុងមួយថ្ងៃ30ក្រាមសម្រាប់ព្យាបាលជំងឺឬដងបាតណាពុកម៉ែបងប្អូនបាទពុកម៉ែមានបងប្អូនមានអាការៈឬដងបាតបាទអញ្ចឹងពុកម៉ែបងប្អូនអាចយករុក្ខជាតិទាំង3មុខនេះមកដាំទឹកពិសាព្យាបាលបានណាពុកម៉ែបងប្អូនបាទហើយនេះបាទជាកន្លែងដែរជាកន្លែងខ្ញុំសម្រាប់ពេលដែលខ្ញុំធ្វើការនឿយហត់បាទសម្រាប់ក៏មានចដើឡើងពុកម៉ែបងប្អូនបាទចដើឡើងតាមនេះបាទហើយនៅលើមានចង់រឹងពុកម៉ែបងប្អូនអ្នកព្រៃភ្នំពុកម៉ែបងប្អូនអើយមានតែប៉ុណ្្នឹងទេបាទมันមានអីធំដុំទេបាទមានតែដៃចំការដៃអីនេះអាយហ្នឹងបាទចឹងសូមអធិស្ឋានពុកម៉ែបងប្អូនណាសូមអធិស្ឋានដោយសេចក្តីអនុគ្រោះបាទពុកម៉ែបងប្អូនបាទខ្ញុំមកលំអិតណាអំពីរូបមន្តថ្នាំនៃដើមពងរបាទនេះជាលក្ខណៈនៃផ្លែពងរបាទស្លឹកពងរបាទពងរមានអត្ថប្រយោជន៍បាទផ្នែកឱសថការព្យាបាលសំបកដើមកិនឲ្យម៉ត់ឆុងទឹកក្តៅផឹកព្យាបាលគ្រុនចាញ់សំបកដើមដដែលបាទត្រាំទឹកលាងអង្ករបុកឲ្យម៉ត់ភក់បិទកន្លែងហើមកើតពឹសបោដែលពុំមានខ្ទុះបាទអញ្ចឹងបានន័យថាបើពុកម៉ែបងប្អូនបាទមានអាការៈណាហើមបំរុងនឹងកើតពឹសកើតបោសូមពុកម៉ែបងប្អូនយកសម្បកពងរនេះបាទត្រាំជាមួយទឹកអង្ករបុកឲ្យម៉ត់ណាបាទយកមកបំពុកពីលើគ្រាប់និងផ្លែកិនជាម្សៅលាបលើមុខរបួសប្រេងគ្រាប់ព្យាបាលកំរមាស់និងរមាស់បណ្ដាលមកពីជាតិផ្សិតបំបត្តិអង្កែក្បាលនិងធ្វើឲ្យសក់ជ្រុះបាទអញ្ចឹងបានន័យថាបើសក់ជ្រុះសក់អីហ្នឹងយើងអាចយកមកបិទបានបាទមិនធ្វើឲ្យសក់ជ្រុះអានេះដូចរៀងឆ្កងណាពុកម៉ែបងប្អូនបាទសូមពុកម៉ែបងប្អូនមើលតាមហ្នឹងហើយស្វែងយល់ដោយខ្លួនឯងចុះណាពុកម៉ែបងប្អូនបាទសំបកដើមផ្សំជាមួយថ្នាំផ្សេងទៀតព្យាបាលឬដងបាតស្បូនស្រុតរលាកក្រពះឡាក់នេះគេគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេបាទសំបកដើមដុសជាមួយទឹកអង្ករលាបរបួសឆ្កែខាំអញ្ចឹងពុកម៉ែបងប្អូនអាចចំណាំចំណុចនេះបានណាពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនមានសម្បកពងរនៅផ្ទះអញ្ចឹងសូមចំណាំណាបាទ
បើសិនមានអាការៈនេះកើតឡើងសូមពុកម៉ែបងប្អូនយកសំបកដើមពងរោដុសជាមួយទឹកអង្ករលាបរបួសឆ្កែខាមបាទកម្រិតនិងរបៀបប្រើបាទសំបកដើម20ទៅ30ក្រាមដាំទឹកផឹកលាបខាងក្រៅតាមចំនួនសមល្មមបាទន័យថារបួសយើងតិចយើងលាបតិចរបួសយើងច្រើនយើងលាបច្រើនណាពុកម៉ែបងប្អូនបាទអញ្ចឹងក៏សូមអធិស្ឋានចំពោះពុកម៉ែបងប្អូនរាល់កំហុសឆ្គងបាទនឹងការបាទរៀបរាប់ដោយវីដេអូខាងលើបាទសូមអធិស្ឋានដោយសេចក្តីអនុគ្រោះនិងសូមជូនពរពុកម៉ែបងប្អូនបាទបានសុខបានចម្រើនតរៀងទៅបាទ